កាតានេះនឹងដល់ពេលធ្វើឲ្យតម្លៃមាសដាំក្បាលចុះវិញម្ដងដូចគ្នាដែរបាទសូមជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទនឹងវិភាគជូនបងប្អូននៅតម្លៃមាសដែលបានវិលត្រឡប់មកវិញក្រោយវិនិយោគិនទន្ទឹងរង់ចាំទិញចូលវិញអស់ជាច្រើនសប្តាហ៍ថាតើការវិលត្រឡប់ឡើងមកវិញនេះនឹងហក់ទៅបំបែកប្រវត្តិសាស្ត្រចាស់ដែរឬទេតម្លៃមាសបច្ចុប្បន្នបានកំពុងជួញដូរជុំវិញតម្លៃជាង$4,200ក្នុងមួយអោនឬជិត$5,100ក្នុងមួយតម្លឹងបន្ទាប់ពីមាសបានកែសម្រួលតម្លៃជាង10%កាលពីប៉ុន្មានសប្តាហ៍មុននេះតាំងពីដើមឆ្នាំ2025មកលោហៈធាតុដ៏មានតម្លៃមួយនេះបានលោតឡើងជាង50%ក្រោយមានវិបត្តិនិងកត្តាអស្ថិរភាពមួយចំនួនកើតឡើងជុំវិញសកលលោកមានដូចជាភាពមិនប្រកបប្រជានៃសេដ្ឋកិច្ចពិភពលោកការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុពីបណ្ដាធនាគារកណ្ដាលផ្សេងៗនិងសង្គ្រាមភូមិសាស្ត្រនយោបាយទូទាំងសកលលោកជាដើមកត្តាទាំងអំបាលនេះគឺជាភ្លើងបញ្ឆេះឲ្យវិនិយោគិនជាច្រើនជាពិសេសធនាគារធំៗរួមទាំងធនាគារជាតិជុំវិញពិភពលោកផងដែរបានប្រមូលទិញមាសស្តុកទុកធ្វើជាទុនបម្រុងដើម្បីការពារហានិភ័យនៃការធ្លាក់តម្លៃទ្រព្យរបស់ពួកគេនិងត្រៀមសម្រាប់បង្ការទប់ស្កាត់ហានិភ័យណាមួយដែលកើតឡើងក្នុងសេដ្ឋកិច្ចស្របពេលដែលវិនិយោគិនឆក់ឱកាសទិញមាសសម្រាប់ទទួលយកប្រាក់ចំណេញមានដូចជាការវិនិយោគឬការជួញដូរហាងឆេងមាសជាដើមតើក្នុងស្ថានភាពបច្ចុប្បន្ននៃសេដ្ឋកិច្ចពិភពលោកនិងភាពតានតឹងនៃកត្តាភូមិសាស្ត្រនយោបាយដែលកំពុងកើតមាននេះពិតជាអាចធ្វើឲ្យតម្លៃមាសនៅបន្តឡើងទៅបំបែកប្រវត្តិសាស្ត្រចាស់ឬយ៉ាងណាជាការវិភាគស្របជាមួយនឹងស្ថានភាពជាក់ស្ដែងដែលមានសហរដ្ឋអាមេរិកជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចសកលនោះតម្លៃមាសគឺនៅមានភាគរយច្រើនទៀតបន្តឡើងខ្ពស់ជាងមុនទៀតបើគិតពីតម្លៃបច្ចុប្បន្នព្រោះចង់មិនចង់ភាគច្រើននៃធនាគារកណ្ដាលជុំវិញពិភពលោកជាពិសេសអាមេរិកនោះគឺកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការទម្លាក់អត្រាការប្រាក់ដើម្បីជួយសម្រួលសេដ្ឋកិច្ចរបស់ពួកគេឲ្យប្រសើរជាងមុនចំណែកភាពតានតឹងមួយចំនួនដូចជាសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីនឹងមិនងាយស្រួលបញ្ចប់ឆាប់ៗនោះទេទន្ទឹមនឹងនេះសង្គ្រាមថ្មីមួយទៀតក៏ងាយនឹងផ្ទុះឡើងគឺសហរដ្ឋអាមេរិកនិងប្រទេសវេណេស៊ុយអេឡាដែលកំពុងមានកម្ដៅខ្លាំងជាងមុននោះតែទោះបីជាយ៉ាងនេះក្តីបើយើងក៏លេចទៅមើលកត្តាសេដ្ឋកិច្ចសកលវិញបន្ទាប់ពីធនាគារកណ្ដាលទាំងនោះកាត់បន្ថយអត្រាការប្រាក់របស់ខ្លួនអស់ជាច្រើនឆ្នាំមកនេះគឺជាថ្នាំសម្រាប់ព្យាបាលសេដ្ឋកិច្ចរបស់ពួកគេទាំងមូលឲ្យប្រសើរឡើងវិញព្រោះសេដ្ឋកិច្ចនឹងមិននៅបែបនេះរហូតទេនៅពេលដល់ដំណាក់កាលនោះនឹងឈានមកដល់នៃការផ្អាកនិងដំឡើងអត្រាការប្រាក់វិញម្ដងកត្តានេះនឹងដល់ពេលធ្វើឲ្យតម្លៃមាសដាំក្បាលចុះវិញម្ដងដូចគ្នាដែរបាទសូមអរគុណបើគណនីទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ